ngàyនេះទៅធ្វើផ្ទះវិឡាថ្មីទៅខ្លួនឲ្យកូនលប់ចិត្តនៅនេះមកកូនខ្ញុំឯងទៅទៅពេញដីហ្មងដោយសារតែគាត់អត់មានផ្ទះវិឡានៅឥឡូវនេះមានខ្ញុំគឺជាអ្នកបណ្ដាលក៏ចាប់ផ្ដើមធ្វើផ្ទះវិឡាឲ្យកូនរបស់ខ្ញុំនៅកុំឲ្យគ្នាដេរទៅពេញដីពេកគឺថាផ្ទះវិឡាគេធ្វើពីដែកចំណុចផ្ទះវិឡារបស់ខ្ញុំគឺខ្ញុំធ្វើពីអាស័យពីគុំនឹងខ្ញុំកាប់នៅខ្ទេចហ្មងដោយសារតែត្រូវធ្វើផ្ទះឲ្យកូននៅច្រើនដោយសារតែកូនរបស់ខ្ញុំច្រើនចឹងហើយថាអាស័យពីគុំនឹងកាប់នៅខ្ទេចហ្មងនៅសល់តែ4 5ដើមទេដើម្បីទុកឲ្យគ្នាកើតកូនកើតចៅទៀតចឹងហើយអាស័យនឹងដាំងាយកើតទេរួមគ្នាគ្រប់បានកើតជាគុំងាយទេយើងនឹងខ្ញុំកាប់ក៏ទុកដើមខ្លះដើម្បីឲ្យចោះកូនថ្មីបន្តទៀតហើយឥឡូវលងលុយតាមខ្ញុំដល់ហើយហើយផ្ទះវិឡាទៅណាគេយកដើមអាស័យទៅធ្វើហ្នឹងចាគេថាធ្វើត្រឹងឲ្យរនោងព្រោះថានេះខ្ញុំឡាយទៅរវល់គឺគ្នាវាពេញទឹកពេញដីហ្មងដោយសារតែគ្នាដល់អាយុដែលត្រូវឡើងត្រឹងហើយតែនេះខ្ញុំអត់បានធ្វើត្រឹងឲ្យចឹងហើយកន្លែងនេះខ្ញុំក៏ឆ្លៀតមកធ្វើត្រឹងឲ្យគ្នាតិចទៅដើម្បីគ្នាមានផ្ទះមានអីឡើងគេអញ្ចឹងចាថាជាងនេះថាវឹសវិញដល់កូនមិនដឹងថាវឹសស្អីទៅស្អីទេដាក់យកកុំចេះទៅហ៊ានជាមួយនឹងជាងហ្នឹងមិនបានទេហើយអត់មានម៉ែត្រមានអីទេម៉ែត្ររបស់នេះខ្ញុំគឺដើមអាស័យនឹងឯងយកទៅធ្វើម៉ែត្រនោះជាងប្រេះប្រោះតែប៉ុណ្្នឹងឯងអត់មានក្បួនមានថ្នាក់អីទេគេថាដាក់យកឲ្យធ្វើការសុករត់មកហែកកណាត់លេងអីណានេះស្រីទៅធ្វើត្រឹងអានោះបន្តទៀតមកសង្ងំអីណាចាគឺថាអង្គុយហែកកណាត់យកមកចងត្រឹងរនោងនឹងឯងតែកុំយកច្រឡំដល់ខ្ញុំពេចពីការងារទៅអង្គុយលេងអីចាតែថាដឹងស្អីទៅស្អីទេដាក់យកពោះយកចង់យកចេះយូរទេយកដៃយកជើងបើយកដៃយកជើងមិនចឹងគឺមិនហើយទេតែនេះខ្ញុំធ្វើនេះគឺធ្វើពេលល្ងាចហើយចឹងហើយក៏យើងខ្លាចយកផងអីផងក៏ប្រញាប់បន្តិចរួចមុនថ្ងៃលិចហើយនៅពេលដែលយើងដាំបន្លែប្លុកបានច្រើនចឹងគឺងាយស្រួលមែនទែនពេលដែលយើងធ្វើម្ហូបអីគឺយើងអត់សូវពិបាកតែបន្លែគេយកមកធ្វើម្ហូបទេដោយសារតែយើងមានបន្លែខ្លួនឯងផ្សំសមទៅគឺបាននៅពេលហើយអ្វីដែលសំខាន់គឺយើងទទួលបានជាមួយនឹងបន្លែធម្មជាតិដែលមានផលប៉ះពាល់ដល់សុខភាពរបស់យើងចឹងហើយមានដីទំនេរអីឆ្លៀតដាំទៅហើយនឹងខ្ញុំទៅខ្លះគឺនឹងខ្ញុំធ្វើរហូតដល់យប់ជ្រៅដាំលីដាំលូដកស្មើដាក់ជីដាក់អីបន្លែប្លុកចាក់ទឹកចាក់អីចំការម៉ោង1យកក៏វាណាតែនឹងទៅតែយើងឆ្លៀតបើយើងមិនឆ្លៀតក៏អត់បានតែព្រោះនេះខ្ញុំរវល់មួយញ៉ាំខ្លាំងណាស់ចឹងហើយគឺអត់សូវមានពេលទេតែនឹងខ្ញុំឆ្លៀតណាតបភ្ញៀវផងដាក់ឲ្យភ្ញៀវផងណាត្រូវមកមើលថែតំណាំដែលយើងបានដាំដុះផងចឹងហើយទោះតែយើងឆ្លៀតទៅយើងអាចធ្វើបានបើយើងមិនឆ្លៀតគឺយើងអាចធ្វើបានទេចាឥឡូវថាលើកដាក់គឺចិត្តហើយការងាយអត់មានអីពិបាកទេនិយាយថាចងលកអឯងចងខ្លាចតែគ្នាចេះរួតហើយខ្ញុំលឺចាស់ថាដាក់ត្រឹងដំណាំឲ្យឡើងអញ្ចឹងគ្រប់ដំណាំដែលឡើងត្រឹងដាក់ស្អីរួចគាត់ឡើងទេតែខ្ញុំលឺគេថាណាតែសម្រាប់ការជាក់ស្ដែងខ្ញុំមិនដែលអនុវត្តទេមិនដឹងថាបែបណាហើយនេះអាស្រ័យខ្ញុំទៅកាប់ដើមវាមកហើយគេយកចុងមកនេះមកដាក់ដើម្បីឲ្យនងនឹងឡើងទៅស្រួលតែអ្នកខ្លះក៏ធ្វើត្រឹងដូចខ្ញុំទេគឺគេប្រើជាសំណាញ់ជាអីព្រោះថាងាយស្រួលហើយអត់សាំញ៉ាំច្រើនទៀតប៉ុន្តែនឹងយើងត្រូវចំណាយថវិកាមួយយើងតែបើធ្វើដូចខ្ញុំនឹងយើងអត់ចំណាយថវិកាសូម្បីតែ1រៀលទេហើយជឿបានយូរទៀតតែគាត់ថារៀនសាំញ៉ាំមកយើងរៀនហត់ហើយរៀនញ៉ាំបន្តិចនឹងឯងឥឡូវគឺថាចាប់ដើមធ្វើចណ្ដើហើយដើម្បីឲ្យកូនគាត់ឡើងទៅលើវិឡាទៅនឹងឲ្យស្រួលបន្តិចចាថាដកយកតែកាន់ចណ្ដើហ្នឹងគឺហ៊ានដាក់ស្អីរស់ទេព្រោះលឺចាស់គាត់ថាអីគ្រប់បន្លែដែលឡើងត្រឹងគឺអត់ហ៊ានឡើងទេខ្លាចល្អខ្ញុំលឺចាស់ថាអញ្ចឹងមែនមិនខ្ញុំចិត្តថាតែស្រុកខ្ញុំគឺចាស់គាត់និយាយអញ្ចឹងថាហ៊ានដាក់ស្អីរស់អីហ្នឹងគឺអត់ឡើងទេគឺវាខ្លាចល្អអីតែពេលខ្លះយើងស្ដាប់ទៅក៏សមហេតុផលដែរចាឡើយថាដាក់យកនឹងឯងរួចទៅលើនេះឯងខ្ញុំនិយាយយូរទេតែកុំភ្លេចក្នុងវីដេអូនឹងលឿនទេតែសាច់ក្រាហ្នឹងប្រហែលជា3ម៉ោងហ្នឹងខ្ញុំធ្វើហើយតែសាច់វីដេអូនឹងមានតែបន្តិចទេបើមកឲ្យតិចមិនបើនេះខ្ញុំដាក់វីដេអូលឿនឡើងកត់ស្រីហ្នឹងខ្ញុំថតចាប់យកតែប្លង់ខ្លះផងតែខ្ញុំអត់សូវចាប់ប្លង់ច្រើនទេដោយសារតែនេះខ្ញុំអត់មានអ្នកកាន់កាមេរ៉ាឲ្យទេអញ្ចឹងនេះខ្ញុំត្រូវរកទីកន្លែងដើម្បីដាក់កាមេរ៉ាចាប់ប្លង់មួយរៀងយូរដែរទ្រាំបានមួយវីដេអូហ្នឹងហើយក៏នេះខ្ញុំដាក់យកកាត់ទៅឲ្យបានប្លង់ណាដែលយើងអាចធ្វើនឹងមើលទៅគេរមួលសាច់វីដេអូចូលគ្នាឥឡូវថារងចូលហើយមួយដៃគេល្អមែនតើហើយនេះខ្ញុំជួននឹងទួចុងដោយសារតែបានមើលឡើយត្រប់ចុះរកឡើងជន់គ្នាឡើងទៅទឹកចុងហ្មងជន់អស់ច្រើនដើមដែរប្រហែលជា3 4ដើមមិនដឹងខ្ញុំជន់ឡើងតិចចុងអស់ហើយប៉ុន្តែសម្រាប់នោះអត់អីទេទោះបីជាយើងធ្វើបាច់ចុងឬមកក៏ជន់ចុងរបស់វាបែកក៏វាបែកខ្លែងបន្តទៀតបានដែរចឹងហើយយើងលើកកូនវាទៅតិចវាក៏បោះដៃទៅដូចខ្លួនឯងហើយចាក់តែទឹកទៅយើងអូខេហ្មងចឹងហើយពេលវេលាទៅរបស់នេះខ្ញុំគឺរៀបរួចហើយចំដើក៏ធ្វើរួចរាល់ដែរសម្រាប់កូនរបស់នេះខ្ញុំឡើងឲ្យស្រួលហ្នឹងកូនហើយផ្លែច្រើនហើយវីដេអូហ្នឹងកាត់ឡើង2 ថ្ងៃ 3 ថ្ងៃមិនហើយដោយសារតែនេះខ្ញុំរវល់ហើយតើតែយប់ជ្រៅបានយើងហើយដែរអញ្ចឹងនេះខ្ញុំកាត់វីដេអូជាមួយគេអញ្ចឹងគេសិនទៅ